រឿងពិតនៃទាហានថៃឈ្លានពានកម្ពុជាដូចគ្នាតែខ្មោចទាហានវាំងថៃមានវាសនាខ្ពស់ជាងខ្មោចទាហានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះគេឃើញរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកមុខអ្នកការជាច្រើនទៀតបានចូលរួមបុណ្យខ្មោចទាហានថៃម្នាក់ដែលបានស្លាប់ដោយសារចូលឈ្លានពានទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃយោធាថៃបានចូលរួមបុណ្យខ្មោចទាហានម្នាក់យ៉ាងអធិកធមបែបនេះតាមពិតខ្មោចទាហានថៃម្នាក់នេះមិនមែនមានតំណែងធំខ្ពង់ខ្ពស់អីជាងទាហានឈ្លានពានផ្សេងនោះទេតែរូគេជាកងសេនាប្រចាំរាជវាំងថៃដែលស្ដេចថៃបានបញ្ជាឲ្យចូលរួមប្រយុទ្ធឈ្លានពានកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់បាំងអត្តសញ្ញាណទាហានរូបនេះណាស់ព្រោះខ្មែរហើយតាមដឹងមកទៀតគឺខ្មោចទាហានថៃម្នាក់នេះស្ថិតនៅព្រៃនៃដែនដីខ្មែរដែលពួកគេចូលឈ្លានពាននៅឡើយមិនបានយកទៅធ្វើបុណ្យផងទេអញ្ចឹងហើយបានជាពួកមេដឹកនាំឈ្លានពានថៃប្រឹងលាក់បាំងខ្លាំងយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបុណ្យផងទេតែគេធ្វើពិធីយ៉ាងអធិកធមណាស់រីឯទាហានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេបើយកខ្មោចចេញទៅវិញបានគឺខ្ចប់យកទៅកប់ចោលដោយសត្វធាតុបើយកខ្មោចមិនបានវិញគឺគេបោះចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះទេគឺពួកមេដឹកនាំឈ្លានពានខំបោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងដែលការពិតបានអស់ជីវិតពីលើផែនដីនេះទៅហើយនេះហើយជារឿងពិតដ៏សង្វេគនៃពួកទាហានឈ្លានពានខ្មែរឈ្លានពានដូចតែគ្នាទេតែវាសនាខុសគ្នាស្រឡះថាពេលនៅរស់ចោះក្រែងលោវាសនាខុសគ្នាតែស្លាប់ទៅជាខ្មោចទៅហើយនឹងក៏នៅតែវាសនាខុសគ្នាដែរ